បាទឥឡូវនេះអីគេຕົកជួយ subscribe បឿងទឹកមកជួយគ្នាស្រាភូមិតាមស្រុកបាទឃើញថាវាស្រែសាសាឡាចេញពីរៀនចាស់ខ្លះនេះបាទនេះវត្តបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរបាទមកកាន់បាទទីកន្លែងមួយហើយចង់ថតទស្សនភាពនៅភូមិមួយនេះចែកជូនពុកម៉ែបងប្អូនយើងទស្សនាហើយនេះគឺជាខ្លោងទ្វារវត្តត្រពាំងអំពិលបាទខ្លោងទ្វារវត្តត្រពាំងអំពិលនេះគឺស្ថិតក្នុងភូមិត្រពាំងអំពិលបាទឃុំប្រស្និតស្រុករលីបអ៊ីខេត្តកំពង់ឆ្នាំងបាទឥឡូវនេះខ្ញុំនឹងចូលតាមច្រកនេះដើម្បីទៅផ្ដិតទិដ្ឋភាពនៅខាងក្នុងចែកជូនពុកម៉ែបងប្អូនទស្សនាបាទនេះគឺផ្លូវជាតិលេខ5បាទនេះបាទមានរថយន្តធ្វើដំណើរហូរហត់បាទតាមផ្លូវបាទហើយចំណុចនេះថ្ងៃមុនគឺបាទមានគ្រោះថ្នាក់ចរាចរណ៍គឺរថយន្តបុកកន្លែងនេះបាទឥឡូវគេទៅជួសជុលថ្មីទេបាទរថយន្តដឹកស្រាប៊ីហនុមានណាបាទតោះឥឡូវចូលទៅទស្សនាទិដ្ឋភាពខាងក្នុងជាមួយខ្ញុំបាទនេះគឺបាទហើយមានវត្តបាទត្រពាំងអំពិលបាទហើយយើងចូលតាមនេះបាទហើយផ្លូវគេនេះគឺគេដាក់លូបាទដាក់លូដើម្បីកុំឲ្យរថយន្តធំបាទចូលមកខាងក្នុងបាទព្រោះកាលណារថយន្តធំចូលមកខាងក្នុងគឺវាធ្វើឲ្យខូចផ្លូវរថយន្តខ្លះដឹកលើសចំណុះដឹកលើសទម្ងន់ណាបាទហើយនេះបាទស្រូវនេះគឺគេចងគោឲ្យស៊ីអស់ហើយដោយសារតែអត់មានទឹកហ៎បាទអត់មានទឹកកាលដើមរដូវវស្សាបាទដើមរដូវវស្សាហ្នឹងគឺអត់មានទឹកទេទើបតែបានភ្លៀងប្រហែលថ្ងៃឥឡូវក៏រាំងវិញទៀតបាទឥឡូវគឺគេចងគោឲ្យស៊ីអស់ហើយស្រូវគេនេះបាទហើយតាមផ្លូវនេះគឺផ្លូវកស៊ូបាទផ្លូវកស៊ូរហូតបាទចេញពីភូមិត្រពាំងអំពិលឃុំប្រស្និតនេះរហូតទៅដល់ក្រាំងស្គីបាទក្រាំងស្គីខាងស្រុកទឹកផុសបាទនេះគឺស្រុកលាភីហើយផ្លូវនេះគឺតភ្ជាប់គ្នាទៅដល់ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបាទហើយនេះគឺផ្ទះអ្នកភូមិនៅតាមផ្លូវបាទតាមផ្លូវគឺមានផ្ទះហោហែប៉ុន្តែផ្ទះមួយពុកម៉ែបងប្អូនយើងអត់សូវជាប់គ្នាណាបាទផ្ទះគឺដាច់មួយបាទកន្លែងខ្លះក៏រុះរើផ្លាស់ដូរទីលំនៅអីចឹងទៅហើយកន្លែងខ្លះទៀតក៏គាត់នៅតែបន្តរស់នៅធម្មតាដូចផ្ទះនេះអីគេទុកចោលហើយនេះបាទគឺអត់មានមនុស្សនៅទេបាទទុកចោលឥឡូវឃើញនេះគេដាក់ស្លាកលក់នេះបាទដាក់ស្លាកលក់បាទអូបាទឥឡូវនេះគឺសេដ្ឋកិច្ចបាទពិបាកទាំងគេពិបាកទាំងយើងពុកម៉ែបងប្អូនយើងបាទគឺយើងមិនដឹងថាត្រូវបន្ទោសអ្នកណាទេព្រោះសេដ្ឋកិច្ចសកលលោកបាទគឺពិបាកហើយមួយទៀតគឺអ្នកស្រុកនៅភូមិស្រុកស្រែជនបទយើងភាគច្រើនគឺគាត់ចាញ់បោកបាទចាញ់បោកពួកអនឡាញណាក្រុមអនឡាញបាទដាក់ភាគហ៊ុនរ៉ូស៊ីលក់អីវ៉ាន់អីផ្សេងអញ្ចឹងទៅបាទគឺធ្វើឲ្យគាត់ខាតបងព្រោះអ្នកខ្លះរត់ចោលផ្ទះរត់ចោលសបែងអញ្ចឹងទៅបាទដូចផ្ទះនេះអីគេຕົកចោលបាទធ្វើអត់លទ្ធភាពធ្វើបាទចំបែមខាងនេះទៀតនេះគឺសាលារៀនបាទសាលាបឋមសិក្សាបាទអភិវឌ្ឍបាទសាលាបឋមសិក្សាអភិវឌ្ឍនេះគឺនៅក្នុងភូមិត្រពាំងអំពិលហ្នឹងឯងបាទឥឡូវខ្ញុំធ្វើដំណើរបាទយឺតទៅមុខផ្ដិតទិដ្ឋភាពតាមផ្លូវចែកជូនពុកម៉ែបងប្អូនយើងទស្សនាហើយពុកម៉ែបងប្អូនដែលទស្សនាណាកុំភ្លេចបាទជួយចុចជួយចុច Subscribe ក្នុង Channel YouTube បាទរបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតខ្ញុំនឹងព្យាយាមផ្ដិតនៅទិដ្ឋភាពតាមស្រុកតាមភូមិចែកជូនពុកម៉ែបងប្អូនទស្សនាបាទនេះពុកម៉ែបងប្អូនឃើញផ្ទះក្បឿងផ្ទះនេះផ្ទះក្បឿងបាទទុកចោលហើយបិទទ្វារទុកចោលអស់បាទនេះវិញគឺផ្ទះតិចកម្មបាទផ្ទះតិចកម្មទៅឥឡូវនេះគឺនៅស្រុកខ្មែរគឺគេពេញនិយមមកផ្ទះតិចកម្មនេះដោយសារតែគេចិញ្ចឹមតិចកម្មយកទឹកមាត់ជាកម្មហ្នឹងបាទហើយសម្រាប់ជាកម្មហ្នឹងគឺជាសត្វដែលសំណាងជាងគេហើយគេតែងតែទទួលបាននៅតែចាំមិនទទួលបានទេនៅសុកគឺគេធ្វើផ្ទះថ្មឲ្យនៅណាបាទគេធ្វើផ្ទះថ្មឲ្យនៅបាទចិត្តគោបាទចូលស៊ីស្មៅគោក្របីនៅជាមួយគ្នាចាស់ពីដើមគាត់ថាគោក្របីនឹងអត់ត្រូវគ្នាទេបាទប៉ុន្តែតាមខ្ញុំសង្កេតឃើញដូចជាមិនអីទេដូចជាធម្មតាទេគោវានៅដោយគោទៅក្របីវានៅដោយក្របីដែរគេដើមស្វាយធំមកលុបទៅឈឹងទៅឆៃបាទមានដងលូមានអី
តែផ្ទះគេមានទ្វារមានអីបិទជិតឈឹងទៅបាទផ្ទះមានទ្វារគឺល្អសុវត្ថិភាពបាទសុវត្ថិភាពល្អមែនតើបាទនេះអត់សូវនិយាយទៅភូមិតាពាំង7នេះគឺអត់សូវមានផ្ទះជាប់គ្នាទេគឺផ្ទះនៅដាច់ពីគ្នាទេបាទប៉ុន្តែដីទលាយណាស់បាទដីផ្ទះគុំទលាយមកប្លង់បាទមិនក្រោមបាទ3ទៅ5ហិកតាណាបាទហ្នឹងសម្រាប់ដីភូមិពួកគាត់ដែលតាមឃើញជាក់ស្ដែងបាទតែតាមផ្ទះគឺយើងសង្កេតមើលទៅគឺស្ងាត់បាទស្ងប់ស្ងាត់ដោយសារតែម្ចាស់ផ្ទះបាទចេញប្រកបរបររកស៊ីនេះគឺតូបលក់អីវ៉ាន់ចាប់ពួយបាទនេះគឺផ្ទះអ្នកភូមិបាទហើយដីអត់សូវល្អទេម្ដុំនេះនោះនេះដីខ្សាច់យើងមើលស្ថានភាពបាទស្រូវទៅដឹងក្រហមព្រិញបាទលាស់អត់រួចទេតែសបោតូបលក់អីវ៉ាន់ចាប់ហួយដូចផ្ទះនេះគេលក់អីវ៉ាន់ចាប់ហួយដែរនេះហើយមានអុសគេលក់អុសយើងអុសដើមត្បែងបាទអុសដើមត្បែងគេកាប់អុសដើមត្បែងលក់ចឹងស្ងាត់មែនទែនភូមិនេះពុកម៉ែបងប្អូនអត់សូវមានផ្ទះទេបាទផ្ទះមួយចឹងទៅហើយនេះមានស្ពានមួយបាទអូមិនគេមានដាក់ឈ្មោះដាក់ស្លាកអ្នកកសាងស្ពានអត់បានឈប់អាហារទេបាទទេសភាពបាទខៀវស្ងាត់បាទខាងនេះក៏ផ្ទះសជាកម្មមួយទៀតដែរនេះបាទហើយឮសំឡេងច្រិចច្រាច់ជាកម្មនិយមតាមក៏ពិតមិនមែនជាកម្មមែនទេអានេះគឺចាក់មីក្រូបាទគឺចាក់មីក្រូឲ្យវាឮទៅបាទហើយវាយំទៅដើម្បីវាហៅជាកម្មផ្សេងទៀតហ្នឹងឲ្យចូលមកនៅកន្លែងបាទផ្ទះជាកម្មហ្នឹងបាទភូមិតាពាំង7នេះគឺស្ថិតក្នុងឃុំប្រស្និបបាទស្រុករលាភីខេត្តកំពង់ឆ្នាំងបាទនេះផ្ទះបាទស្ងាត់ជ្រាបអត់គោមួយបាទនៅម្ដុំនេះគឺគេភាគច្រើនក្នុងស្រុកក្នុងភូមិនេះដែលខ្ញុំធ្លាប់ជិះកាត់កន្លងមកគឺគេធ្វើស្រែបាទធ្វើចំការដូចតែភូមិផ្សេងដែរទេប៉ុន្តែភូមិខ្លះទៀតគឺមានគេធ្វើកញ្ច្រែងបាទគេធ្វើល្អីបាទគេធ្វើរបស់របរគេមានមុខរបរគេនិយាយទៅតាមភូមិតាមស្រុកមានមុខរបរផ្សេងគ្នាបាទតំបន់ខ្លះក៏មានមុខរបរដូចគ្នាទៅតំបន់ខ្លះក៏មានមុខរបរផ្សេងគ្នាអញ្ចឹងទៅបាទទៅនេះសម្បូរដើមត្នោតនេះផ្ទះទូចទេបាទតែបិទទ្វារជិតឈឹងនេះពុកម៉ែបងប្អូនឃើញបាទនេះអានេះក្រោលគោគេនេះបាទគេដាក់មុងគោគេដាក់មុងឲ្យព្រោះអត់ដាក់មុងទេវាមូសខាំគោអញ្ចឹងគោគឺអ្នកដែលតាមខ្វៀលគោអ្នកដែលមានក្រោលគោតាមផ្ទះហ្នឹងគឺគេដាក់មុងពេលផ្ទះនេះធ្វើអត់ទាន់ហើយទុកចោលបាទអស់លទ្ធភាពធ្វើណាបាទដូចខ្ញុំបាននិយាយពីក្បាលវីដេអូដំបូងអញ្ចឹងគឺអ្នកខ្លះគឺដំបូងឡើយគឺថាគាត់រកបានគាត់ធូធាអញ្ចឹងណាអញ្ចឹងគាត់ស្វះស្វែងធ្វើផ្ទះធ្វើអីឲ្យបាននៅដល់ពេលធ្វើបានពាក់កណ្ដាលទៅក៏អស់លុយអស់កាក់ឬក៏ចាញ់បោកគេអញ្ចឹងទៅក៏ទុកផ្ទះចោលឃើញទេផ្ទះទុកចោលទៀតបាទផ្ទះសាត់ធ្វើអត់ទាន់រួចទេម្ដុំនេះបាទសាត់ធ្វើឲ្យទុកចោលបាទបងក៏យន្តតាណាបងបាទគាត់បងក៏យន្តបាទនេះត្រង់មន់ត្រង់អីគេចិញ្ចឹមបាទនិយាយទៅភូមិតាពាំង7នេះផ្ទះទុកចោលច្រើនណាពុកម៉ែបងប្អូននេះអូបាទជាប់គ្នានេះទុកចោលដុសស្មៅចិត្តឈឹងអស់ហើយណាបាទនេះឃើញទេបាទស្ដាយពុកម៉ែបងប្អូនស្ដាយផ្ទះនោះគេធ្វើ
ធ្វើនោះគឺគេធ្វើលពាក់គេធ្វើអាកត្រង់យើងអាកត្រង់ដាក់ត្រីហ៎បាទឃើញនេះទុកចោលទៀតបាទចោលអូផ្ទះនេះស្អាតហើយនេះបាទផ្ទះនេះម៉ូដកពើហាស្អាតតែធ្វើហើយមិនជ្រើងបាទពណ៌ស្អាតទៀតណាបាទទៅគេលក់ដូរនេះមាននៅវ៉ាន់ចាប់ហួយអីផ្សេងអញ្ចឹងទៅបាទឃើញនេះទុកចោលលោកម៉ាងផ្ទះសតុបចោលផ្ទះថ្មទុកចោលច្រើនបាទផ្ទះធ្វើទុកចោលអត់មានមនុស្សនៅទេប្រហែលជាម្ចាស់គាត់នឹងគឺបាទចំណាក់ស្រុកអស់ហើយបាទស្រូវកន្លែងនេះមានទឹកទៅគ្រាន់លាស់វាខៀវខ្ចីបន្តិចទៅបាទកន្លែងមិញគឺក្រៀមពិតបាទផ្ទះនេះគឺបាទប្រក់ក្បឿងហើយជាងសង្កសីគឺតាមផ្ទះអ្នកស្រុកស្រែគឺមានដំណាំមានបន្លែបកាបកលរហូតហើយនេះគេចិញ្ចឹមជ្រូកនេះត្រង់ជ្រូកតាមផ្ទះស្ងាត់ឈឹងតាមផ្ទះពេលនេះតែទៅធ្វើអត់ទាន់រួចបាទធ្វើទុកចោលបាទភូមិតាពាំង7នេះសម្បូរផ្ទះដែលធ្វើទុកចោលច្រើនមែនតើបាទអត់មានមនុស្សនៅបាទដូនធ្វើដំណើរទៅណានេះលោកយាយបាទចូលមកដល់ខាងក្នុងរៀងជ្រៅបន្តិចគឺសម្បូរផ្ទះថ្មហើយផ្ទះមកជួរខាងនេះគឺធ្វើហើយច្រើនបាទហើយស្អាតទៀតបាទតែពីមុខមកមិញគឺផ្ទះធ្វើអត់ទាន់រួចច្រើនណាហើយគេធ្វើគេបាទទុកចោលបាទស្មៅដុះចិត្តសុបទ្រុបអស់និយាយទៅមករយៈក្រោយនេះពុកម៉ែបងប្អូនតាមស្រុកតាមភូមិដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងគឺថាតូបចាប់គួយកន្លែងកពកមុខរបរជីវកម្មតាមស្រុកតាមភូមិខ្លះហ្នឹងគឺបិទទ្វារច្រើនមែនទែនបិទទ្វារច្រើនអញ្ចឹងគឺស្ដាយបាទស្ដាយមែនទែនទាំងគេទាំងយើងកាលណាតែអត់លទ្ធភាពហើយមានអីមានទុកចោលហ្នឹងណាចាំបាទរកលុយរកកាក់បានចាំធ្វើបន្តទៀតហើយនេះគេធ្វើលបងស្អាតហ្នឹងបាទបងបាទដាក់ពីមុខមកចិត្តឈឹងស្អាតស្កឹមបាទលំជុំហើគេលំអស់នេះផ្ទះឡើយគេធ្វើលូលក់បាទលូដាក់ផ្លូវលូបកុនផ្ទះនេះគេຕົកចោលនេះព្រៃដោះសុបទ្រុបចិត្តអស់ហើយនេះដល់នេះគេមានការ៉ាសាំងមួយបាទការ៉ាសាំងខ្នាតតូចលក្ខណៈតាមភូមិតាមស្រុកទៀតណាមានលក់ឲ្យបានចាប់គួយអីចឹងទៅបាទហើយមានបកគោលអង្តែនបាទនេះបកគោលអង្តែនទូរស័ព្ទកន្លែងគេថតរូបរបស់ភូមិធៀបការអីទៅចាប់គួយនេះមានលក់មកចប់មានតាំងពីវិញមានតាំងពីអីចឹងណាហើយអុបដាក់ទ្រូទៅណាទ្រូហើយយកទៅដាក់ត្រីបាទនេះមកដល់នេះគឺសាលារៀនគេមួយទៀតបាទនេះសាលារៀនត្រពាំងអំពិលបាទសាលាបឋមសិក្សាបាទត្រពាំងអំពិលបាទហើយនេះគឺវត្តបាទនេះគឺខ្លោងទ្វារចូលវត្តត្រពាំងអំពិលនេះ
នេះវត្តនៅខាងក្នុងតែខ្ញុំអត់បានចូលទេបាទអត់បានចូលវត្តឆ្លងកាត់បាទបាទចឹងពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុចជាវជួយចុច Subscribe Channel YouTube បាទរបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអូនេះតូបចាក់ពួយនេះទុកចោលនេះបិទវាអស់ហើយបាទតូបលោកវាបានចាប់ពួយបាទមានលោកវាបានចាប់ពួយហូរហើយនេះហ្គាសបាទល្មមដឹកហ្គាសធុងហ្គាសណាធុងហ្គាសនេះគឺគេដើរដូរតាមផ្ទះបាទគេមានកំប៉ុងគេទូចដូចជាមកកំប៉ុង1500ឬក៏2000អញ្ចឹងទៅបាទដើរដូរបាទតាមស្រុកតាមភូមិចេញពីភូមិមួយទៅភូមិមួយអញ្ចឹងទៅព្រោះថាពីមុនយើងប្រើអុសបាទប្រើដុតអុសដុតធ្យូងអញ្ចឹងណាបាទប៉ុន្តែឥឡូវនេះសម័យគេទំនើបបាទអ្នកខ្លះគេប្រើជាគ្រាន់ហ្គាសបាទហើយអ្នកខ្លះទៀតហ្នឹងគឺគាត់ប្រើភ្លើងបាទថាប្រើឆ្នាំងភ្លើងណាឆ្នាំងដាំបាយឆ្នាំងភ្លើងហ្នឹងបាទហើយអ្នកខ្លះទៀតហ្នឹងគឺបាទគាត់ប្រើហ្គាសប្រើអីហ្នឹងឯងបាទតែត្រង់គោវាបាទអូកន្លែងនេះអូនេះគេដាំអាឡឹកបងប្អូននេះគេដាំអាឡឹកណាបាទត្រឹមតែដុះប៉ុន្តែនេះគេទុកទូកុងតឺន័រនេះចោលធ្វើអីបាទនេះបាទទូកុងតឺន័រហើយគេដាំអាឡឹកនៅកន្លែងហ្នឹងអូប្រហែលជាកន្លែងនេះគម្រោងគេប្រុងធ្វើដីឡូបាទប្រុងពុះដីឡូធ្វើដីឡូលក់ប៉ុន្តែអាចនឹងខ្សែធន់ទុកចោលបាទទុកចោលចឹងទៅលេខបែកមកមើលខាងនេះវិញឃើញថាវាស្រែឃើញតែគោក្របីបាទទឹកខាងនោះស្ដើមថ្នោតច្រើនមកជួរនេះបាទឃើញនេះផ្ទះសិតតែធ្វើហើយបាទទុកចោលបើអត់លទ្ធភាពធ្វើបន្តទៀតណាសុខចិត្តបិទទ្វារបាត់ឲ្យទុកចោលចឹងទៅបាទបាទភូមិតាពាំង7នេះមានមនុស្សច្រើនតែកន្លែងម្ដុំនោះចូលមកដល់នេះគឺស្ងាត់ជ្រាបទៀតនេះសិតតែផ្ទះទុកចោលមកផ្ទះកោខៀវនេះបាទទុកចោលអត់មនុស្សនៅបាទចំណាក់ស្រុកបាទទៅណាទៅណីបាទតែពីគាត់លបងចិត្តស្កឹមរបស់គេសំខាន់គេតយ៉ាបធំសម្រាប់ដាក់អីវ៉ាន់ស្រួលបាទផ្ទះកាលណាយើងតយ៉ាបយើងក៏បានមកលុបធំណាបាទមកលុបធំយើងស្រួលនៅបាទស្រួលជ្រកកោនេះផ្លូវគេនេះបន្លាយទឹកទេបាទនេះមានបន្លាយទឹកទេនេះបន្លាយទឹកសម្រាប់បាទបន្លាយទឹកនេះប្រហែលជាបើកមកពីខាងណាទេបាទនេះផ្ទះចិញ្ចាំងស្លឹកបាទដាច់ទៅហើយបាទគឺមកពីនោះគាត់មានផ្ទះបានថតបានរៀបរាប់តែចូលមកដល់នេះរឿងដាច់ផ្ទះកាន់តែឆ្ងាយទៅណាបាទនេះចឹងសិតធ្វើអត់តាន់រួចទេបាទ
អត់នៅទុកចោលក្រហមងាយបាទតែសំខាន់គឺបានផ្លូវកស៊ូស្រួលអត់ធ្វើដំណើរបាទស្ងាត់ហើយពុកម៉ែបងប្អូនអស់ផ្ទះហើយទៅដល់មុខបានមានផ្ទះទៀតប្រហែលនេះគឺចាប់ដើមមានផ្ទះបាទផ្ទះមួយវិញតែនេះដឹងតែគេធ្វើគេបែរជាកន្លែងឃ្លាំងសំណង់ទេបាទដល់សាលារៀនគេមួយទៀតហើយនេះសាលារៀនឲ្យមានបងគាត់ណាព្យាបាលមកចាំយកកូនចេញពីសាលាសាសាលានេះអេសាសាលាចេញពីរៀនណានេះភូមិនេះគេហៅភូមិអីគេពាំង7អត់តន់ផុតទេណាបាទមកទៀតស្និបហើយនេះសាលាអីគេបើអនុវិទ្យាល័យប្រស្និបនេះបាទអនុវិទ្យាល័យប្រស្និបហើយមើលមុខសាសាលាសាសាលានេះចូលរៀនអត់ហ្នឹងហ៎បាទនេះគឺសាលាអនុវិទ្យាល័យប្រស្និបបាទប្រស្និបស្នឹងឃុំប្រស្និបនឹងឯងបាទហើយនេះសាលានេះនៅក្រៅសង្ស័យបាទយើងភូមិតាពាំង7នេះគឺអត់ទាន់ផុតទេបាទវែងដែរណាភូមិតាពាំង7ហ្នឹងប៉ុន្តែអត់សូវមាននេះទេបាទអត់សូវមានផ្ទះប្រជាជនរស់នៅច្រើនទេគឺនៅដាច់តឡែកពីគ្នាអញ្ចឹងទៅបាទបាទនេះកន្លែងនេះស្អីគេចេះបាទអូនេះបាទកន្លែងរូងអ្នកតាបាទរូងអ្នកតារូងអ្នកតាអីគេទេបាទនេះមានគេដាក់ផ្ទះប្រភូមិអីច្រើនណាបាទនេះកូនចៅសុំសុខសុំសប្បាយកុំប្រកែប្រកាន់កូនចៅអីលោកតានេះសុំមានលៀបមិនជ័យហេងទាំងអស់គ្នាហ្នឹងសុខសប្បាយទាំងអស់គ្នាបាទខ្ញុំអត់ដឹងថាលោកតាអីទេឡើយនេះព្រោះអត់មានឃើញគេដាក់ស្លាកផងបាទហ្នឹងហើយអញ្ចឹងក៏អត់ហ៊ានសន្និដ្ឋានដែរបាទហ្នឹងហើយឡើយទៅមុខទៀតបាទនេះអាចជាអាស្រមចាស់គេផ្លាស់ប្ដូរធ្វើអាស្រមថ្មីឲ្យលោកតាអស់ផ្ទះហើយពុកម៉ែបងប្អូនមកដល់នេះអស់ផ្ទះហើយបាទស្ងាត់ជ្រាបអស់ផ្ទះហើយមានតែព្រៃអមសងខាងផ្លូវស្ងាត់ជ្រាបណោះឃើញព្រៃនេះពុកម៉ែបងប្អូនបាទប្រហែលជាមានផ្សិតដោះនេះព្រៃនេះអាចមានផ្សិត
ប្រពេលផ្សិតកញ្ជោផ្សិតកង្កោកផ្សិតខ្យល់បាទផ្សិតដំបូកផ្សិតកណ្ដៀផ្សិតអីហ្នឹងបាទថាជាអាចមានតែខ្ញុំអត់ហ៊ានចូលទេព្រោះព្រៃនេះវាមើលទៅវាដូចក្រាស់ដែរនេះផ្លូវគេចូលអត់ហ៊ានចូលទេពុកម៉ែផងដោយសារតែមើលទៅដូចជាស្ងាត់ពេកបាទស្ងាត់ពេកណាអត់ស្ងាត់ប្រហែលជាចូលរមើផ្សិតបាទគីឡូបាន1សឡយកទៅផ្ទះផ្សិតប្រពេលផ្សិតកង្កោកផ្សិតកញ្ជោអីហ្នឹងឆ្ងាញ់ពុកម៉ែផងសាច់មាន់អត់ដូរទេឆ្ងាញ់មែនតើហើយផ្សិតនេះគឺមានមួយរដូវហ្នឹងឯងបាទរដូវភ្លៀងរដូវវស្សាហ្នឹងឯងផុតពីរដូវហ្នឹងចូលរដូវប្រាំងវិញគឺលែងមានអត់មានទេបាទដល់នេះឃើញមានគេដាក់សូឡាបាទភ្លើងសូឡាតាមផ្លូវបាទនេះដាក់សូឡាតិចតួចផ្ទះសុទ្ធតែផ្ទះដែលធ្វើអត់ទាន់រួចទេអូកន្លែងនេះអីគេអូបាទនេះប្រហែលជាផ្សារគេនេះបាទផ្សារដីឡូនេះប្រហែលជាផ្សារដីឡូຕົកចោលនេះអូបាទនេះស្ងាត់ជ្រាបអស់ហើយបាទកន្លែងនេះប្រហែលជាអាចគម្រោងគេធ្វើផ្សារលក់ដូរធ្វើអីឥឡូវស្ងាត់ជ្រាបបាទប្រហែលជាខ្សែធនបាទខ្សែធនបាទຕົកចោលបាទនេះប្រហែលជាចូលដល់ភូមិមួយទៀតហើយនេះបាទគឺភូមិប្រស្និបបាទមិញនោះគឺភូមិតាពាំង7បាទឥឡូវនេះគឺយើងចូលដល់ភូមិប្រស្និបនៅក្នុងឃុំប្រស្និបដូចគ្នាទេបាទហើយស្រុករលាភីខេត្តកំពង់ឆ្នាំងបាទចាប់ហួយបាទផ្ទះសង្កសីសិស្សសាលាចេញបាទដល់ម៉ោងសិស្សសាលាចេញនេះយ៉ាបាទប្រសើរពុកម៉ែបងប្អូនបាទសិស្សសាលាឥឡូវគឺមានម៉ូតូជិះសឹងតែគ្រប់គ្នាបាទបើកាលចំនួនខ្ញុំរៀនវិញពុកម៉ែបងប្អូនជិះតែកង់ទេហើយជិះកង់ហ្នឹងគឺថាដីរាប់10គីឡូបាទរាប់10គីឡូជិះកង់ទៅរៀនតស៊ូបាទនេះពុកម៉ែដីផ្ទះគេធំណាមើលផ្ទះចឹងហើយដីធំមែនតើបាទបាទហើយសិស្សសាលាឥឡូវគឺមានម៉ូតូមានអីជិះបាទន័យថាគ្រួសារគេធូរធារជាងមុនអញ្ចឹងណាបើកាលចំនួនខ្ញុំវិញគឺថាលំបាកវេទនាហើយនេះគោយន្តដឹកកត្រកបាទដឹកឆ្នាំងដឹកអីទូអីផ្សេងធ្វើពីដើរលក់តាមភូមិអ្នកលក់បាទនេះគឺតែគេមានគោយន្តគេដឹកដើរលក់តាមភូមិអញ្ចឹងទៅបាទនេះអញ្ចឹងសម័យនេះសម័យទំនើបបាទគឺថាផ្សារមកដល់ផ្ទះផ្សារមកដល់ផ្ទះបាទអត់ពិបាកទៅផ្សារទេបើចង់បានអីបើចង់ទិញអីគឺគេមកលក់ដល់មុខផ្ទះហ្មងបាទហើយនេះគេមានទូលក់កាហ្វេលក់អីគេនេះនេះកាហ្វេ brand គេណាបាទមកដុំទៅនេះផ្ទះទូចមែនទែនពុកម៉ែបងប្អូនយើងបាទនេះបាទគេដាក់ស្លាកបន្ថយល្បឿនបាទ slow down បាទថយល្បឿនគឺបានន័យថាផ្លូវកន្លែងនេះគឺផ្លូវកោងបាទផ្លូវកោងនេះគេឲ្យយើងបន្ថយល្បឿនបាទថយល្បឿនយឺតបាទខ្លាចគ្រោះថ្នាក់ចរាចរណ៍បាទផ្លូវលឿនចេះបើយើងអត់បន្ថយល្បឿនវាអាចជ្រុលវាអាចហួសចូលនេះចូលក្នុងស្រែនេះបាទកន្លែងនេះក៏មានបកគោលអង្គតែទូរស័ព្ទមកទៀតហើយនោះគឺវត្តបាទអត់ដឹងថាវត្តអីនេះមើលពីចម្ងាយទៅនេះបាទអត់ដឹងថាវត្តអីទេបាទព្រោះអក្សរទូចមើលអត់ស្គាល់ទេបាទមើលអត់ដាច់ទេ
ហើយខ្ញុំទៅមើលខាងមុខនោះសិនដឹងថាតើវត្តអីនោះបាទខ្ញុំប្រាប់ពុកម៉ែបងប្អូនយើងបាទលេខអីគេនោះបាទ2003អូអឺបានថាវត្តនេះមិនកសាងឆ្នាំ2003ឬក៏មិនបាទលើដំបូលក៏ដាក់2003បាទនេះខ្លោងទ្វារវត្តបាទនេះវត្តបាទសវណ្ណមនីបាទនេះវត្តសវណ្ណមនីអូដល់នោះគេទៅកសាងកុដលោករំកសាងបាទវត្តឈ្មោះថាវត្តសុវណ្ណមនីបាទនេះនៅក្នុងភូមិប្រស្និបឃុំប្រស្និបបាទអញ្ចឹងបានន័យថាចិត្តដល់ម៉ោងចិត្តដល់ម៉ោងលោកឆាន់ហ្នឹងគេគោះជួងហ្នឹងបាទគេគោះជួងដល់ម៉ោងចង្ហាន់ត្រង់ប្រសង់ហ្នឹងបាទហើយឡើយនេះគឺមានគេលក់កាហ្វេបាទក្មេងៗសាសាឡាចូលទិញកាហ្វេនេះយ៉ាញ៉ាំស្រស់ណាស់កូនក្រមុំបាទអានេះគឺកុដប្រសង់បាទហើយសំខាន់លាបពណ៌ស្អាតទៀតហ្នឹងណាពណ៌ក្រហមបាទស្រស់ឆើតឆាយនេះគេដាក់ថាម៉េចសុភាពបរោះទាំងឡាយបើមានភាពតានតឹងក្នុងចិត្តសូមមកពិគ្រោះជាមួយជនបង្គោលបរោះ Gender ឃុំបាទអូយើងនេះគឺ Gender បើថា Gender ឃុំគឺ Gender ខាងផ្នែកបរោះណាបាទគឺអ្នកដែលមានអារម្មណ៍តានតឹងអីខ្លាចបកជាអំពើហិង្សាក្នុងគ្រួសារអីបាទគឺសូមឲ្យមកពិគ្រោះបាទមកពិគ្រោះជាមួយនឹងជនបង្គោលខាង Gender បាទនៅក្នុងឃុំណាបាទព្រោះថាបើមិនពិគ្រោះទេអាចនឹងបាទធ្លោយប្រើប្រាស់អំពើហិង្សាអីចឹងទៅបាទនេះផ្ទះគេទៅធ្វើថ្មីអូស្អាតហើយម៉ូតនេះផ្ទះនេះបាទជាងគេទៅកំពុងធ្វើកំពុងរចនាបាទនេះគឺមានក្រាស់សាំងមានវិញមានអីមកចប់បាទឥឡូវយើងមកដល់កន្លែងគេដាក់ស្លាកបថយលបឿនមួយទៀតបាទនោះខាងរូបមានសិស្សសាលាបាទសិស្សសាលាឆ្លងកាត់ហើយចូលនេះគេធ្វើអីគេបាទក្រាស់សាំងឲ្យប៉ុណ្ណឹងបាទនេះឥឡូវខ្ញុំដល់សាលាមួយទៀតហើយបាទនេះគឺសាលាបឋមសិក្សាប្រស្និបបាទប្រស្និបដែលនៅក្នុងភូមិប្រស្និបបាទឃុំប្រស្និបស្រុកលាភីខេត្តកំពង់ឆ្នាំងបាទហើយនេះគឺយើងមានផ្លូវមួយទៀតបាទផ្លូវនេះអត់ដឹងថាទៅណាទេនេះបាទខ្ញុំបើសល់ពេលខ្ញុំជិះចូលតាមផ្លូវហ្នឹងថតមកជុំទៅខាងនោះទៀតឲ្យពុកម៉ែបងប្អូនទស្សនាផ្ទះនេះត្រេតហើយបាទត្រេតចង់រលំនេះបាទកូនកំសត់ស្អាតជិះកង់អត់ញឹមសោះបាទនេះអុសដើមបែកនៅស្រុកនេះប្រហែលជាអ្នកខ្លះគឺគេប្រកបរបរកាប់អុសលក់កាប់អុសលក់ផ្ទះនេះក៏ផ្ទះយូរហើយបាទយូរលងហើយដែលកសាងឲ្យដែលធ្វើមានសភាពទ្រុឌទ្រោមនេះគឺចាក់ថ្មខាងមកគ្រឿនបាទរឹងមាំបាទគោខាងនេះគឺមានឆៃយបើងនឹងឯង
ចាប់ហួយមានកាហ្វេបាទហើយថ្មីទៅតែសម្អាតអគុលហើយហើយត្រៀមធ្វើផ្ទះបាទនេះផ្ទះនេះធ្វើអត់តាន់រួចទេបាទផ្ទះធ្វើអញ្ចឹងធ្វើទុកចោលអញ្ចឹងគឺខាតវិញទេដោយសារតែឥដ្ឋហ្នឹងកាលណាត្រូវភ្លៀងត្រូវខ្យល់វាអាចពុកផុយបាទនេះផ្ទះបុរាណទៀតនេះរកក្បឿងបុរាណណាបាទក្បឿងបុរាណផ្ទះស្អាតស្អាតផ្ទះផ្ទះឈើបន្តែគេរៀបថ្មពីក្រោមបាទដើម្បីស្រួលបាទទុកដាក់របស់របរអីវ៉ាន់ប្រើប្រាស់អីហ្នឹងនេះបង្គោលក្រាក់សម្រាប់បង្គោលលបងអាចគេលក់ដែរផ្ទះនេះក៏ទុកចោលនេះបិទទ្វារទុកចោលតោកចាប់ហួយស្ងាត់ជ្រាបតោកចាប់ហួយអត់មានមនុស្សនៅនេះគេធ្វើចែកដីសម្រាប់ដាក់អត្ថិភាពបាទដៃឪពុកដូនជីតាជាចឹងទៅបាទចាប់ដើមដល់កន្លែងដែលស្ងប់ដែលស្ងាត់ផ្ទះទៀតហើយផ្ទះមានតែមួយទេគឺក្របីបាទក្របីនេះថាជាគេត្រៀមលក់មានម៉ួយមិនthấyគេមកអង្គុយបាទមើលបាទអង្គុយចរចាតម្លៃបាទអញ្ចឹងសម្រាប់ភូមិប្រស្នប់នេះប្រហែលជាអស់ផ្ទះត្រឹមហ្នឹងណាព្រោះមកដល់ដូចកាន់តែរយលទិញអាគុយខូចទិញទូរស័ព្ទខូចព្រោះមកដល់នេះគឺចាប់ដើមស្បើយផ្ទះទៅហើយបាទស្បើយប្រហែលជាអាចនឹងអស់ផ្ទះត្រឹមហ្នឹងហើយបាទនេះគឺក្រែមកៃមានរសជាតិឈ្ងុយឆ្ងាញ់ក្រែមនំប៉័ងតែនេះក៏ធ្វើអត់តាន់រួចដែរនេះបាទហ្នឹងហើយពុកម៉ែបងប្អូនបាទអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនៅទស្សនវិជ្ជាគឺភូមិត្រពាំងអំពិលហើយនិងភូមិប្រស្និបដែលស្ថិតនៅក្នុងភូមិប្រស្និបបាទស្រុកពលីវាខេត្តកំពង់ឆ្នាំងបាទហើយក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូហ្នឹងជួយចុចជាវបាទជួយចុច Subscribe របស់ Channel YouTube ខ្ញុំម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យរូបខ្ញុំបានបន្តបាទផ្តិតនៅទស្សនវិជ្ជាបាទតាមស្រុកតាមភូមិបាទចែកជូនពុកម៉ែបងប្អូនទស្សនាហើយប្រសិនបើមាន
បើពាក្យពេចន៍លើសលួសខ្វះខាតឬក៏កន្លែងណាមិនសមរម្យសូមការខន្តីអធិស្ឋានពីពុកម៉ែបងប្អូនយើងផងបាទសូមអរគុណសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសុខភាពល្អសំណាងល្អបាទមានលាភមានជ័យបាទគ្រប់គ្នាបាទខ្ញុំបាទសូមអរគុណបាទសូមគោរពលា